នឹងមួយទៅមួយទៀតលោកគ្រូនោះលោកចិញ្ចឹមកូនក្រលោកចិញ្ចឹមកូនក្រធម្មតាចិញ្ចឹមកូនក្រអាក្បួនចិញ្ចឹមកូនក្រកាលណាទៅដល់ពេលបាយតិចគេដាក់បាយឲ្យកូនក្រមានបល័យគេសូត្រហៅផ្អួតកូនក្រនោះឲ្យមកស៊ីដល់លោកគ្រូលោកចិញ្ចឹមកូនក្រតែមុនលោកឆាន់លោកយកចង្ហាន់មកប្រនូតមកពូទៅផ្លុំសូត្រសែកអាគេថាហៅកូនក្រឲ្យមកស៊ីដាក់ទៅក្នុងចានអញ្ចឹងទៅលោកគ្រូសាក់លោកសាក់គាត់អត់សួររហេតុផលเลยគេលោកគ្រូធ្វើចឹងដល់អត់ពីលោកគ្រូសាក់គាត់ទៅឡើងដល់លោកគ្រូខ្លួនឯងហ្នឹងក៏អញ្ចឹងទៀតតែមុនឆាន់ពូបាយមកប្រនូតចាប់នំចាត់ចំណៃមកដាក់ក្នុងចានចឹងដល់យូរទៅវាបែកសាយយាងម៉ូទៅវាមិនតែលោកគ្រូក៏ต้องលោកបរិស័ទភិក្ខុទាំងអស់ហ្នឹងឯងពោតនាមទាំងនោះទៅមានអត់នៅវត្តខ្លះមានតាសប្តាហ៍ថ្ងៃនេះឆាន់មកថា2អង្គ3អង្គក៏ពូត1អង្គ2 3 ពំនូតដាក់អស់ខ្លះមិនរយចានដាក់ទីដាក់ក្នុងថាសក្នុងប្រពេះពពើវាអត់ដឹងថាលោកគ្រូមុនលោកដាក់ដែរហេតុតែលោកចិញ្ចឹមកូនក្រហៅព្រេកូនក្រនោះមកស៊ីឯងគឺចេះដាក់ទៅដល់ទីសួរថាតើព្រះអង្គដាក់នឹងមានការអីដល់វាអត់ដឹងថាឲ្យបាយប្រែថាលោកឲ្យបាយប្រែសួរថាបាយប្រែមានអង្គពីទេដឹងឃើញលោកគ្រូលោកធ្វើអញ្ចឹងទៅតាមលោកអានឹងរឿងហ្នឹងបាទអានឹងវាទៅមានទៅនឹងវាតគ្នាមកបានថាអត់ងាយកែទេមិនងាយកែទេទំនៀមទម្លាប់ប្រពៃណីអរនិយាយពីផ្នែកខាងធ្វើអាទៅវិញក៏វាធ្លាក់ចោលសោតធ្វើសោតបល័យអីក៏វាមិនត្រូវទំនៀមទម្លាប់ចោលអត់បានរៀនអ្នកណានៅវត្តណាទៅទួលការចេះដឹងបាត់ចេះតទៅដល់យូរទៅក៏ម្នាក់គិតទៅថែមចេះទៅវាសំដឹងថែមចោលសំចេះតែនោះអ្នកថែមទៅថែមចោលថែមឡើងក៏ទៅជាប្រពៃណីទំនៀមទម្លាប់ទៅជាសាសនាដូចជាធ្វើសូត្រនិយាយពីប្រសក់សិនលោកអាចារ្យខ្លះលោកសំសិលនៅតែមានសូត្រឧកាសៈមយ៉ាងផន្ទេ2ដងបើច្បាប់គេតែម្ដងទេប៉ុន្តែគាត់សូត្រប្រាប់ល្មិចគាត់មិនចង់មយ៉ាងគាត់ថាយើងទាំងឡាយប៉ុណ្ណឹងគាត់ប្រាប់គាត់ថាទេគាត់រៀនពីលោកគ្រូគាត់គ្រូអាចារ្យមុនពឹងរៀនចឹងឯងគាត់អានទៅលើគ្រូអាចារ្យគាត់ចឹងអានោះមួយយ៉ាងទៅមានមួយយ៉ាងទីអាចារ្យមួយយ៉ាងហ្នឹងឱកាសៈពេមយ៉ាងមានពេមួយយ៉ាងហ្នឹងទៀតមកពីគាត់នឹកថាចេះទុតិយំពេតតិយំពេចឱកាសៈមិនក៏មិនពេផងអញ្ចឹងក៏ថែមពេទៅទៀតទៅណាឱកាសៈពេមេយ៉ាងអាត្មាមិនថានឹងដោយលឺតលឺខ្លួនឯងសម័យដែលអាត្មាពោះពីសង្គមចាស់មកអញ្ចឹងមួយយ៉ាងទៅវិបរិតលោកអាចារ្យវិបរិតហើយយើងសូត្រធម្មតាតាមអក្ខរាវិរុទ្ធថាវិបតិបដិពាហាយសព្វសម្បតិសទ្ធាសព្វទុក្ខវិនាសាយបរិតੰព្រោធម្មង្គលំយើងសូត្រតែត្រូវអញ្ចឹងយើងរៀនតាមអក្ខរាវិរុទ្ធអក្ខរវិធីដល់លោកអាចារ្យគាត់បានរៀនឧកាសៈវេបដិបតិបាយសព្វសម្បតិសទ្ធាសព្វទុក្ខវិនាសាយបរិតੰព្រោធម្មង្គលំសាច់ចាំបើព្រោធម្មង្គលំចាដល់និយាយរិះបាក់តម្រាប់ពីដើមហ្នឹងអាចារ្យហ្នឹងសូត្រសកេកាលណាប្រសង់ចម្រើនព្រះបរិត្តអាចារ្យហ្នឹងសូត្រសកេតាមពិតទៅសកេហ្នឹងធ្វើរបស់ព្រះសង្ឃទេលោកត្រូវប្រកបប្រកាសអញ្ជើញទេវតាមកស្ដាប់ធ្វើដោយសប្តាហ៍យើងនិយមទូទៅហ្នឹងព្រះសង្ឃទេមុនស្វាតចម្រើនព្រះបរិត្តហ្នឹងលោកសូត្រសកេប្រកខាងដើមប៉ុន្តែតែមានកន្លែងខ្លះវត្តខ្លះអាចារ្យគេនៅតែសូត្រចឹងដែរហើយយើងសូត្រតាមបល័យអក្ខរាវិរុទ្ធឧកាសៈសកេសកេកាមេចរូបេគេរិសិខរតដេតែយើងរៀនត្រឹមត្រូវដល់អ្នកបានរៀនឧកាសៈសកេកាមេចរូបេគេរិតដេនៃស្អីចាំចូលលិខែដល់ស្ដាប់ទៅលឺចាំចូលលោកខែយើងប្រាប់អត់តាមនោះយើងប្រាប់មិនតាមទេថាលោកគ្រូរៀនពីលោកគ្រូអញ្ចឹងឯងគ្រូមកលោកប្រាប់ចឹង
ប្រាប់អត់តាមទេតែវិញចឹងយំដឹងថាម៉េចពេលបើសៀមរាបបាត់ដំបងយ៉ាងនេះនៅក្រោមអាណានិគមរបស់សៀម102 ដណ្ដប់ឆ្នាំ102 ដណ្ដប់ឆ្នាំតាំងពីគ្រិស្តសករាជ1795សៀមត្រួតត្រារហូតដល់1905សម័យព្រះអង្គឯងសៀមគ្រប់គ្រងនឹងវិទិមបារាំងទៅយកពីសៀមមកវិញមកនេះពុបករណាព្រះបាទស៊ីសុវត្ថិមនីវង្សព្រះបាទស៊ីសុវត្ថិនឹងសៀមរាបបាត់ដំបងដាច់ខ្សែរយៈពីភ្នំពេញជាង100 ឆ្នាំអត់មានទេតងទេទាំងមន្ត្រីរាជការអាណាចក្រទាំងព្រះសង្ឃគឺទទួលឥទ្ធិពលច្បាប់ទម្លាប់ពីសៀមទាំងអស់នេះណយព្រះសង្ឃសៀមរាបបរិស័ទនៅសៀមរាបប្រជាពលរដ្ឋសៀមរាបរៀនអក្សរសៀមមកជាnanជាតាមេអចតាអីអាត្មាហ្នឹងចេះសៀមចេះអក្សរសៀមចេះភាសាសៀមនិយាយប្រើប្រាស់បានជាផ្លូវការព្រះសង្ឃសៀមរាបបាត់ដំបងសូត្រភាសាសៀមទាំងអស់មិនថាពុទ្ធទាំងសារណង្កេឆាមិទៅយើងសប្តាហ៍ទេតែពុទ្ធទាំងសារណង្ខាឆាមិសូត្រនៅតែមានសង្ហេមទាំងអស់ទេណាលោកសៀមរាបហ្នឹងនៅសូត្រភាសាសៀមទីសូត្រអច្ឆមេយាបច្ចវេលោកថាសូត្រអច្ឆមេយាបច្ចវេទីសូត្រឧកាសវន្តាមិផន្ទេលោកថាឧកាសវន្តាមិផន្ទេណាទីសូត្រយ៉ាងវាជាប្រាប់ថាធ្វើសៀមទេលោកថាតែមិនធ្វើសៀមហ្នឹងបុរាណពីលោកគ្រូលោកយាកលោកប្រកាន់អញ្ចឹងខ្ញុំមានគិតមើលបានថាអត់ងាយទេណាពិបាកណាការរៀបចំកែប្រែពីខុសមកត្រូវហ្នឹងអត់ងាយទេតែសប្តាហ៍ថ្ងៃហ្នឹងដោយសប្តាហ៍ថ្ងៃហ្នឹងមានញោមញាតិយើងមួយចំនួននៅតែប្រកាន់សូត្រធ្វើប្រែជាខ្មែរមិនបានទេសូត្រធ្វើប្រែជាខ្មែរដល់នាំគ្នាទៅសម្រាប់ព្រះបកអាក្រាតពុទ្ធចាសូត្រធ្វើប្រែអត់ចេះស្ដាប់ទេខ្លះក្រោមចេញសូត្រប្រែជាខ្មែរខ្ញុំយកគិតមើលមកយើងខ្មែរសូត្រជាភាសាខ្មែរឲ្យស្ដាប់ថាមិនចេះស្ដាប់តែខ្ញុំគិតមើលតើគិតយ៉ាងណាទៅល្ងងយ៉ាងណាទៅខ្មែរមិនចេះស្ដាប់ខ្មែរថាចេះស្ដាប់តែបាលីពីសួរតែបាលីថាម៉េចថាអត់ដឹងតែពីរោះអញ្ចឹងនឹងថាម៉េចអានេះវិញចឹងនេះយើងអត់ទាន់អស់ទេពីសប្តាហ៍ថ្ងៃនេះពុទ្ធសាសនាយើងក៏កាន់តែច្បុកច្បល់ច្រើនពីមុនស្អាតម្ដងដល់ឥឡូវច្បុកច្បល់ចូលសង្រាមមន្ទិលពីខាងក្រៅហ្នឹងក៏ចូលមកច្បុកច្បល់កាន់តែច្រើនហើយអ្វីដែលចូលច្បុកច្បល់កំពុងតែពេញនិយមយ៉ាងនឹងសូមឲ្យយើងញាតិពុទ្ធបរិស័ទជ្រាបអានឹងនិយាយសម័យដែលវាដុនដាបមកនោះទន់ទាបមកនេះបានដល់សម័យភ្នំពេញនេះរីកចម្រើនឡើងក៏ទូលមានអប់រំក៏ដូចអ្នកបួសលោកសង្ឃយើងខ្លះនេះទល់តែសប្តាហ៍ថ្ងៃនឹងស្អប់សម្ដេចព្រះសង្ឃរាជជួនណាមិនទាន់ឈប់ទេនៅតែស្អប់ខ្លះរហូតប្រាប់គេថាដល់សម្ដេចជួនណាធ្លាក់ទៅនរកមិនទៅងើបផងនោះនិយាយចឹងខ្ញុំមិនហ៊ាននិយាយពេញមាត់អត់កត់អត់ញើទេដល់ណាច់អវិជ្ជាសេចក្តីរងងយើងដឹងថាសម្ដេចជួនណាធ្លាក់ទៅនរកសំតែខ្លួនឯងទៅមកពីនរកខ្ញុំគិតសំតែខ្លួនឯងទៅមកពីនរកបានឃើញចេះតែនិយាយដល់អត់គិតមកគិតក្រោយអីសោះនឹងបានថាយើងបានរីកចម្រើននៅសម័យភ្នំពេញហ្នឹងឯងដែលមានអ្នកប្រាជ្ញរាជបណ្ឌិតច្រើនមានសាលាបាលីឲ្យរៀននោះសាលាបាលីឲ្យរៀនក៏កាត់ចម្រុងចម្រាស់ដីអាត្មាបានជម្រាបទៅឯងទៅពួកអ្នកបួសសម្លឹងកៅអីឃើញតែប្រយោជន៍ផ្ទាល់ខ្លួនពួកនឹងរៀនផ្លូវលោកធ្លាក់ទៅនរកអត់រៀនសាសនាពីព្រោះយើងពីមុនមិញអ្នកកាន់ពុទ្ធសាសនាហ្នឹងអត់រៀនទេណាផ្លូវលោកណាញោមតែសង្ឃយើងរៀនតែផ្លូវសាសនាសុទ្ធតែម្ដងម្ល៉េះដល់សម័យរៀបចំឲ្យមានសាលាបាលីភ្នំពេញហ្នឹងលោកអ្នកប្រាជ្ញកាលហ្នឹងក៏រៀនអត់មានរៀនផ្លូវលោកទេដោយការសាលាបាលីមុនដំបូងរៀនតែសាសនាសុទ្ធប៉ុន្តែលោកអ្នកប្រាជ្ញទាំងអស់ខាងព្រះសង្ឃលោកប្រជុំគ្នាទាំងយើងមើលទៅមិនកើតទេឥឡូវពួកលោកសង្ឃយើងអ្នកបួសយើងឲ្យរៀនតែសាសនា
cho phụ anh nâng miền ban buông mùi chỉ việc nè khi sợ tao lọc tao vĩnh cho ba mình che bị chia ca ấy khang khâu lô sau nhà sợ tao bàn rồi ấy là bỏ ấy nâng chân chỉ việc rồi nó prosasana nó pra bán tại đưa đó sợ tao hãy dấu tấu chỉ là bỏ chân chỉ việc đặt bàn thế bàn lô bị cọt nè lô bị cha nà nè đã bàn chén cua dương bình chỗ phao lô này bị chia phao lô ói miền riêng trong sala bà lây nặng hòn đâm bayประសងយើងឲ្យលោកចេះដឹងទោះបីលោកមិនសឹកទេនៅជាប្រសងឲ្យលោកបានចេះទាំងពីរយ៉ាងយកផ្លូវលោកផ្លូវធម៌មកធៀបគ្នាបញ្ចូលគ្នាអញ្ចឹងដើម្បីរកហេតុផលល្អអាក្រក់នោះហើយបើសឹកត្រឡប់ទៅជាករិយាវាវិញទៅនឹងបានយកវិជាទៅចិញ្ចឹមជីវិតដល់អញ្ចឹងអង្គក៏កត់ជំរងចម្រាស់ឆ្លោះគ្នាពេញតែភ្នំពេញនឹងពូអ្នកបុរាណនឹងរករឿងក៏ប៉ុន្តែតាមពិតទៅលោកអ្នកប្រាជ្ញដែលលោកសម្រាប់ថាឲ្យរៀនវិជ្ជាផ្លូវលោកគឺវាមិនខុសបើយើងសម្លឹងមើលទៅពុទ្ធសម័យពួកអរហន្តសាវកទាំងអស់នឹងដែលលោកមុនមកបានទទួលឧបសម្បទាជាភិក្ខុវិវៈក្នុងពុទ្ធសាសនានឹងលោកនៅក្នុងលទ្ធិដទៃមានអ្នកល្ងងណាសតបញ្ញវន្តសតបណ្ឌិតអ្នកចេះដឹងមានប្រាជ្ញាជ្រាវជ្រៅបើមិនអញ្ចឹងគេមិនក៏វិញសាសនាគេចោលគេមកគោរពបូជាពុទ្ធសាសនាគេថ្វាយខ្លួនគេជាឧបាសកគេបួសជាក្នុងពុទ្ធសាសនាទេបើគេល្ងងនោះព្រោះគេមានបញ្ញាហ្នឹងហើយបានគេស្ដាប់ធម៌របស់ព្រះពុទ្ធទៅបញ្ញាគេចាក់ធ្លុះគេស្គាល់ហើយគាត់គេលះបង់សាសនាគេនឹងចោលទៅគេថាសាសនាមុនហ្នឹងវាមិនត្រឹមត្រូវគេមកទទួលយកពុទ្ធសាសនាហ្នឹងជាទីសក្ការៈនេះសម្រាប់ពួកព្រះអរហន្តណាញោមញាតិពុទ្ធបរិស័ទពួកហ្នឹងមិនមែនត្រកូលអ្នកកាន់ពុទ្ធសាសនាទេណាព្រះអរហន្តទាំងអស់ហ្នឹងសុទ្ធតែពីរៈសាសនាមានសាសនាព្រាហ្មណ៍សាសនាអីជាដើមពីមុនមកនោះជាសតិបរិពាជៈជាសាសនាអីទេប៉ុន្តែគេមានបញ្ញាគេស្ដាប់ធម៌របស់ពុទ្ធបានគេរកត្រេះរកហេតុរកផលហ្នឹងគេលះបង់ទៅពុទ្ធសាសនាត្រឹមត្រូវយ៉ាងឬសម្រាប់អ្នកបួសយើងបើយើងមិនបានសិក្សារៀនសូត្រឲ្យចេះផ្លូវលោកផ្លូវធម៌ទៅចេះតែមួយយ៉ាងអត់ទៅរួចទេពីប្រពុទ្ធសាសនាជាសាសនាវិទ្យាសាស្ត្រវាស្របគ្នានឹងគំនិតអ្នកវិទ្យាសាស្ត្រនៅលើโลกនេះក៏គឺគេនិយាយពីហេតុផលពុទ្ធសាសនាក៏និយាយពីហេតុផលដែរវាស្របគ្នាអញ្ចឹងបានយើងអាចថាពុទ្ធសាសនាជាសាសនាវិទ្យាសាស្ត្រអញ្ចឹងត្រឹមត្រូវល្អអញ្ចឹងបានជាមានបញ្ចូលវិជ្ជាផ្លូវលោករៀនសប្តាហ៍ថ្ងៃមកនេះប៉ុន្តែមុននឹងបានមកក៏ប្រកាសបច្ចៈគេតេះគេទៀនមកកណោក៏ហើយដោយសប្តាហ៍ថ្ងៃព្រះសង្ឃយើងតាមស្រុកស្រែដែលអត់បានរៀនសូត្រចេះដឹងអីលោកអត់ដឹងអីទេបួសក៏បានតែបួសទៅរៀនធ្វើសូត្រមន្តតាមបាំងស្គលតែទួយទៅសឹកទៅវិញធ្វើវិន័យក្នុងខដែលបប្រតិបត្តិអត់បានរៀនសូត្រទេលើងងមកកាលដែលមិនទាន់មកបួសហ្នឹងធ្វើការងារអីបណ្ណាសឹកទៅវិញក៏នៅតែប៉ុណ្ណឹងអត់មានផ្លាស់ប្ដូរបានទេព្រោះមិនបានរៀនរហូតដល់ទៅម៉ែឪហ្នឹងត្រូវការពំពោះកូនមកទិញអីវ៉ាន់ពីផ្សារទៅពំពោះកូនចិនក្នុងផ្សារសួរថាទិញអីវ៉ាន់ទៅធ្វើអីតែគ្នាទិញអីវ៉ាន់ទៅពំពោះកូនឲ្យបួសវាថាជាយ៉ាងម៉េចលងងដែរមិនឲ្យកូនបួសណាឲ្យមើលអ្នកបួសលងងអត់ដឹងអីទេមានប្រយោជន៍អីបួសឲ្យទៅរៀនសាលាគេទៅវាចេះដឹងមានវិជ្ជារស់ស៊ីជួយនេះប៉ុណ្ណោះតាចិនមើលទៅឃើញបើចិនបានរៀនពុទ្ធសាសនាដល់ឃើញយើងអ្នកបួសនេះអត់រៀនផងក៏យល់តាមនឹងឯងទៅក៏មិនជ្រះថ្លាក្នុងសាសនាយកអត់ឲ្យបួសម្យ៉ាងទៀតញោមញាតខ្លះក៏មិនបានរៀនហ្នឹងក៏យកឃើញលោកសង្ឃមានប្រយោជន៍អីពុទ្ធសាសនាមានប្រយោជន៍អីឃើញតែគេងាប់គេមកមន់ទៅសូត្រធ្វើឲ្យខ្មោចតែប៉ុណ្ណឹងហ្នឹងមិនមានប្រយោជន៍ទៅសូត្រធ្វើឲ្យខ្មោចវាកាន់តែខុសទៅទៀតបងមានធ្វើឯណាសូត្រឲ្យខ្មោចស្ដាប់នៅវាអត់មានសោះធ្វើអពុទ្ធសាសនាសម្រាប់តែមនុស្សទេសូត្រឲ្យតែមនុស្សរស់ស្ដាប់តែបងបើដល់អ្នកមិនដឹងថាមានធ្វើសូត្រឲ្យខ្មោចសូត្រឲ្យមនុស្សអានេះវាខុសមិនចាំកណាអាត្មាគ្រាន់តែរៀបរាប់យ៉ាងមកវាឃើញអ្នកដែលបួសមិនបានរៀនសឹកទៅវិញវាល្ងងចិត្តថាអ្នកបួសល្ងងគ្រប់តែគ្នាអញ្ចឹងតាមពិតអត់មែនទេអ្នកបួសក្នុងពុទ្ធសាសនាយ៉ាងនេះតាមពីសម័យសតវត្សទី12 13នឹងសម័យប្របាទជ័យវរ្ម័ននឹងមានអ្នកប្រាជ្ញខាងពុទ្ធសាសនារាប់រយរាប់ពាន់មានថ្នាក់បណ្ឌិតថ្នាក់សាស្ត្រាចារ្យពប្រាមិនអស់រហូតដល់ទៅនាងអន្តរទេវីជាអកមេសីក៏ជាសកលវិទ្យាទៅទីការនេះសកលវិទ្យាល័យដែរណាចេះដល់យើងទៅធ្លាក់ចប់
พอมาสมัยนังเวกนะแต่ไอเดียเล็กตัวกรมใดนั่นดอนเรียนลูกเนี่ยปลายกาดหลักลงไปลูกจับประดามรีจำเธอไปในใหญ่เมื่อตาหน้าลูกปังหัดปังเรียนตั้งไปเธอไปในอ้อยโซเตรมเตาตามอัตราวิรนนเนาะมันไม่พลิกจะเราว่าแต่ใหญ่แต่ในนกพลิกเรื่องประสองโซเธอเขาชีวิตบ้านราชาเนี่ยนกพลิกพอสังไงเกิดฟ้าอีกจังลูกรีบจำในนำไอ้เตาเตาลูกสมรู้ผู้ลูกเนี่ยปลายพรมไปนั่งลูกพิจารณาอย่างไปกรอกเนี่ยถ้าเราพระขนมวินัยประฟังอันนี้ยังเป็นลูกแก่สมรู้ตัวตามกาลสมัยนั้นวินัยประฟังให้เราแต่ชั้นทั่วพัดแต่ใกล้ชั้นอาหารชั้นขนมบาทให้เราปูเจียปมนูดอ้อยปริมันดอลเกียปมนูดน้องมันอ้อยทอมเนี่ยมันอ้อยทอมหัวจบตัวเดือดตุนมัดคำกัดผมนูดบายนั่นมันบานแต่อ้อยปูเจียปริมันดอลไปให้ปมมันใจอย่างมาจบตัวผมนูดนะnhưng vì nấy đã có áng trắng và nhặt anh nhặt ở bị khổ chăn nè một bị sầm mai những nào sợ anh đi những về sâm bầu cột này là nam mai thế tụt chân chết anh đi cả na bò thì hộp bài bỏ pek bỏ pơ cả cài mà riêng tòng pram này nó sao thế này nhở chọc đấy đặng sợ chết cả cài mà riêng tòng pram số đó nhung nhẹ là đần chơi tụi anh đi nó tới khơi nó tới chịu cả cài mà riêng tòng pram chọc máu bóng đèn phục mượt hoặc các bài nó sọ các bỏ vào bắt tàu phục mượtแต่สมาสัมพุทธบรมครูพระองค์ตรัสพิจารณาย้อนสมุกโรคสมบัติตัวบัญญัติให้เราปัญญาห้ามมันอ้อยปูปิโคนี้ชันบายกระกายยังเด็กอ้อยปูเจียปุ่มนู่นทานนั้นวิจารณาไม่สะอาดนั้นสมัยได้พระพุทธกองนั้นปัญญาอ้อยปิโคชันบายปูเจียปุ่มนู่นพอเราสมัยมาขังกรอยเนี่ยได้เมียนพอไปนี่จำเนียมจำลักว่าประเทศปูอารมณ์ไอ้กิจวัตรมอนั้นกิสะอาดกิพระซ้อมพระสลับปรีกิจวัตรทานนั้นสะอาดอนามัยกาเปียเวมันฉลองโรคอันนั้นเวทเชียโลกก็นิยมโดยปูอาซีเยอะก็ตัวที่พระซ้อมสลับปรีได้จีกาสะอาดมานอนุสังวิจระมันไตรสังนั้นปีสกมจังโลกกันเคยชาบอกประซ้อมเยิ้งโลกชันปูปุ่มนูดใบนี่เตรียมตระวาตามวินัยสิกขาเนาะสมัยเตรียมตัดดอมมาสมัยเน่าแต่มันเตือนสะอาดไอ้ลูกชันรุยเต้าสละห้าไอ้ตัวบอกกระเฮือนั่งเยอะตัวบริโภคปีศาจกระไรเต้าเวียนมันซ้ำรมในกู้ไอ้กระเพื่อมไอ้เจ้าเนี่ยบางลูกประกรอกเนี่ยสำหรับบางจังยังสมรู้ตัวตามพิภพโลกเจ้ายังอ้อยประสังยังชันบายดักมานงจานมอให้โยสลับเปรี้ยหมกปลาตามแบบรบเตอสกอลลูกนิยมเต้าปนทวไม่อ้อยใบนั่งเราปริมันด้วนเราขนมสลับเปรี้ยโน่กมบูเต้ากมปุ่งไปเลิกเล่าไปที่กมปุ๊บทะเลกระบายตัวเองนะอ้อยเจียปริมันด้วนเราขนมสลับเปรี้ยโดยนำแค่สำรัจสั่งกับปัญญาอนุสังวิจระมหาสันนิบาตเนี่ยมันไตรสังบางสำรัจยังตัวทัศสมรู้ตัวตามปีพบโลกดำไปไอ้วิญญาณนามไม้ตัวตามกาบิเลียปันแต่วินัยอันเมียนโลกเจ้ขนมวินัยปาเดมอเซลสิกขาบัตขนมปาเดมอน่าถ้าเอาชันปูแต่ยังอันเมียนโลกใช่ไหมการสมรู้แต่ยังสมเฉลี่ยยังเมนตัวลุกทะเต้ขนมปาดไอเมาเสดะไทยดวงสลับเปรียชันยังอ่อนเต้เนาตัดแดนเนาตัดปูเจียปมโนยังไงปรากฏสมรู้ตัวตามเปวิเลียก็ยังตัวโยบานแต่สำหรับปูเนี่ยประการนอดบานในกิจปูดวงสลับเปรียนั้นจรอมที่ประเปียถ้าจรอมนะพอโยซ้อมไปจับนั่นถ้าจระแล้วจรอมจระให้ยังไงยังไม่กันช่างคุยจมร้องจมราแต่กันเนี่ยเองต่อไปในสัปดาห์นี้เดี๋ยวพอได้บอกหัวจมร้องจมราถ้าเดี๋ยวสรอดสอบสรุปเราหายตอนนั้นกันจะเรียกทวีนี้น่าแต่ชันปูย้ายเบียงกายแต่นักนองสิกาบัดอันนั้นเกินแต่สมรู้เลยตัวตามการละวิเลียเพราะอังจิตประเด็นในเปียนก็ต้องบานประดามได้จองกลอยแต่มันเนี่ยละนั้นเธอวินัยเดือดท่ากวดบานสำแดงตัวหายต่อตรงมุกต้องเบาเบียดตรงเนื้อน้องเนี่ยไอ้ก้มสามไอ้สั่งไปจุ่มคืนนี้สมรู้แต่ตามการเลยวิเลียพระองค์ยอดค่ะการวิวัฒน์ระบาดสังคมมันโน้นเลิกไปพบโลกนี่ปีใหม่ชนำเตาดักชนำแบบให้ชนำ3 4 5 3เรียกขอกเนี่ย
ព្រោះវិចិត្រតែមានការផ្លាស់ប្ដូរបើលោកយល់ថាលើសិក្ខាបទនេះដល់ថាគាត់សំដែងក្នុងពេលឥឡូវវាគួរសមតែតទៅមុខវាអាចទំនើងនឹងអ្នកនិគមយើងសូមឲ្យសង្ឃនឹងសម្រួលគាត់ឲ្យសម្រួលទេសិក្ខាបទអត់លុបទេគឺសម្រួលទៅតាមកាលសម័យអានឹងអញ្ចឹងទេបើតាមពេជ្រក្នុងវិន័យនឹងអត់យកដួសស្លាបព្រាសមឲ្យឆាន់បានទេបានជាអ្នកបុរាណចិននោះគេថាលោកច្រាស់ច្រាំគេមិនថាលោកឆាន់ទេឆាន់ឱកាសអូបបាក់ដល់ហើយពលលោកអ្នកប្រាជ្ញដែលបដិវត្តរៀបរៀងសម័យសម្ដេចជួនណាអ្នកបដិវត្តត្រូវតំបងត្រូវគេជាគេស្ដីគេរិះគន់ក្រុមអានេះមិនចឹងលោកធ្វើអីសត្វតែលោកប្រជុំសម្រាប់សម្រួលដូចជាពើចៃវរហ្នឹងពីមុនមិញគេប្រើពើលឿងពីសម័យបុរាណមិនចេះធ្វើលេខឯណាគេយកតែមើមឈើក្លិនឈើសបកឈើឬឈើអីមកជាលក់ទេពើលឿងប្រើពើរមៀតយកមើមរមៀតយើងហ្នឹងមកជាលក់តបើយករមៀតអីក៏ត្រូវការគក់ជាពងម្ដងក៏អស់រមៀត1រង2រងមកកញ្ជើយកមកគក់បុកយកពើរមៀតនឹងជាលក់តែជារមៀតនេះជាលក់ទៅវាធំក្លិនវាទំនើគ្នាក្នុងក្របីនឹងទីក្របីក៏ធំក្លិនរមៀតដេញតាមស្រង់ព្រាមលោកពីដើមខ្លាចក្របីណាគាត់តែបងកយពោទៅដល់ទៅលើខ្យល់អាក្របីធំក្លិនអើតបងវាអត់ស្រង់ក្លិនរមៀតហ្នឹងអាតែមួយមកតងវងតងនេះដល់ជាមកនឹងដេញរត់ទៅទៅមិនទៅក៏ក្រកក្រឹងហ្នឹងហើយអានេះវិញចាពើរមៀតនេះវាខ្ចីឬកាលណាត្រូវទឹកភ្លៀងមកប៉ះទៅក៏ឆ្លក់ទៅព្រិចទៅព្រុសសម័យបុរាណមុនយ៉ាំអាណាញោមពើហ្នឹងវាអត់ត្រឹមត្រូវតាមវិន័យផងពើលឿងខ្ចីនិងពើផ្កាណូនោមពើសបកពហូតពើភ្លុកតម្រៃនឹងសត្វវិន័យហាមបើយកពើហ្នឹងទៅជាលក់ជាវល់ក្រុមកឋិនក៏ក្រុមវាមិនឡើងដួងយកមកដាក់ក្នុងខ្លួនក៏ត្រូវអាបត្តិដែរជាពោដែលមានពើខ្ចីយើងនិយាយថាពើឆាតឆាយយ៉ាងនេះចុះហើយវាងាយស្ដាប់ទៅតាមពេលវេលាក្នុងវិន័យហ្នឹងអនុញ្ញាតឲ្យប្រើតែពើណាដែលវាស្ងប់មើលទៅឲ្យវាស្ងប់ឈប់មានសម្រស់ឈប់មានឆាតឆាយអីហ្នឹងបានលោកអ្នកប្រាជ្ញសម័យដែលលោករៀបរៀងទៅវិន័យលោកប្រជុំគ្នាតែយើងប្រើពើលឿងនេះវាមិនត្រូវទេมันស្របតាមទៅវិន័យក៏លោកសម្រេចថាឲ្យប្រើពើក្រាក់ខ្នល់ឬប្រើលៀកភូមេដល់ប្រទេសភូមេគេធ្វើលៀកពើចលក់ទៅវាត្រូវនឹងវិន័យប្រើបានក៏សម្រេចថាប្រើតាមបែបពើភូមេទៅដូចពើសងៃប្រសងឲ្យប្រើនេះជាពោក្រហមហ្នឹងគឺប្រើតាមពើភូមេសម្រេចទៅឲ្យប្រើអញ្ចឹងទៅសត្វអសង្ឃសម្រេចដល់ឥឡូវនេះកាលដែលទឹកនឹងកើតមុនដំបូងសាសនាឡើងវិញក្រោយឆ្នាំ79 80ឃើញប្រើពើជីវរត្រឹមត្រូវល្អស្អាតស្របតាមធម៌តាមវិន័យបើដល់មកមួយឆ្នាំ2ឆ្នាំហ្នឹងឃើញកែបើឈប់ប្រើពើដែលត្រឹមត្រូវតាមធម៌វិន័យហើយទៅយកជាពើលឿងឆើតយកមកប្រើពេលមានលោកសង្ឃខ្លះដើរប្រាប់គ្នាស្រោបទៅញោមពើនេះឯងដែលត្រឹមត្រូវតាមធម៌វិន័យនោះប្រាប់ប្រសពអញ្ចឹងទៀតខ្ញុំគិតមើលមកយើងនិយាយតែប្រទេសតែប្រដាដូចយើងសម័យដែលពុទ្ធសាសនាកើតនេះឡើងវិញហើយនឹងគួរតែយើងប្រជុំគ្នាស្រាវជ្រាវរាវរោថាលោកអ្នកប្រាជ្ញពីសង្គមចាស់សម័យគណៈសង្ឃនាយកសង្ឃរាជសម័យសម្ដេចជួនណាតាលោកបានប្រជុំអីផ្ទៀងផ្ទាត់ទៅវិន័យឲ្យគោរពឲ្យបដិបត្តិប្រើប្រាស់យ៉ាងណាគួរយើងនាំគ្នាស្រាវជ្រាវរាវរោដើរតាមលំអានហ្នឹងទៅព្រោះសតើលោកអ្នកប្រាជ្ញព្រោះលោកអ្នកប្រាជ្ញឥឡូវយើងអត់ទេអត់នាំគ្នាស្រាវជ្រាវរាវរោទៅកកកាយអ្វីដែលលោកអ្នកប្រាជ្ញលោកថាមិនត្រឹមត្រូវលោកបោះបង់ចោលហើយហ្នឹងទៅយ៉ាងហ្នឹងមកប្រើវិញយើងក៏មកបន្ទុសរាយនឹងលោកអ្នកប្រាជ្ញបណ្ឌិតធ្វើការប្រឆាំងហើយបើសម្រាប់ក្រហមវិញនៅក្នុងសង្ឃៈធម៌របស់កូនប្រុសកូនស្រីហ្នឹងដែលសង្គ្រោះដល់មេដាបេដាហ្នឹងក្នុងខទី3លោកថាឲ្យថែរក្សាពូជពងវង្សត្រកូលរបស់មេដាបេដាដែលលោកបានបដិបត្តិអនុវត្តត្រឹមត្រូវល្អទៅតាមធម៌វិន័យហ្នឹងឲ្យកូនហ្នឹងរក្សាឲ្យបានកុំឲ្យម៉ែឲ្យជាសពបរោះអ្នកមានសាសនាមានសិលខ្លាចបាប
ជ្រះថ្លានឹងបន់ដល់កើតកូនមកក៏ផ្ទុយនឹងមេដាលទៅទៅជាអ្នកផឹកស៊ីពៀលាប៉ោឡែប្រព្រឹត្តអបាយមុខឈ្មោះថាបំផ្លាញពូជពងវងត្រកូលមេដាបេដាធ្លាក់ចោលនឹងសម្រាប់ព្រះរាជចិត្តសម្រាប់យើងអ្នកបួសក្នុងពុទ្ធសាសនាដែលជាអ្នកមានធម៌វិន័យខ្ពង់ខ្ពស់ហ្នឹងវាអត់ត្រូវធ្វើអញ្ចឹងត្រូវតែនាំគ្នាស្រាវជ្រាវថាអ្វីទៅដែលពុព្វបរិសពុព្វការីរបស់យើងលោកអ្នកប្រាជ្ញមុនដែលលោកបានប្រជុំគ្នាផ្ទៀងផ្ទាត់ធម៌វិន័យត្រេះរិះរោសេចក្តីត្រឹមត្រូវនាំយើងបដិបត្តិហ្នឹងអត់សម័យធ្វើតាមអំពើចិត្តវាសម័យប្រុងព្រាតតែក្នុងសៀមរាបហ្នឹងក៏សម្បំវត្តខ្លះពីមុនធ្លាប់ប្រើពើត្រឹមត្រូវឡើងពីនាំគ្នាកែប្រែឆាតឆាយអូបងតែបើវិន័យត្រូវអាបត្តិត្រូវតែយកមកដាក់ក្នុងខ្លួនហ្នឹងឯងអត់ត្រូវទេនេះជាពោពើលឿងណាញោមក្រងកឋិនក៏ក្រងមិនឡើងប្រើប្រាស់ធម្មតាក៏កង់តែត្រូវអាបត្តិនឹងអាត្មាសុំជម្រាបនិយាយពីនេះខ្លះឲ្យញោមញាតនឹងដឹងទៅបើកុំឲ្យចេះតែមិនដឹងសោះហ្នឹងក៏វាមិនកើតឲ្យដឹងខ្លះមិនឃើញតែញោមញាតដែលមិនដឹងហ្នឹងចេះតែបញ្យុយគ្នាថាមនុស្សស្រីកាន់បាតលោកបានទេមានញោមសិកាណាហ៊ានកាន់បាតលោកមានវិន័យណាហាមថាឲ្យមនុស្សមិនឲ្យមនុស្សស្រីទៅកាន់បាតព្រះសង្ឃវាអត់មានតែទេសោះចេះតែថាតែគ្នាឯងអាត្មាសូមលើកវត្ថុនិទាននិយាយពីឧបាសកម្នាក់មកដែលគិតជ្រះថ្លាដែលប្រពន្ធឈ្មោះនាងរេវតីហ្នឹងអាត្មានន្ទយឧបាសកសំទៅផ្លេចព្រាំងគិតជ្រះថ្លាហ្នឹងពុទ្ធសាសនាគិតនិមន្តព្រះសង្ឃទៅឆាន់ក្នុងផ្ទះក៏ដល់ថ្ងៃដល់វេលាគិតមិននៅក៏ទូលមាននាងរេវតីជាប្រពន្ធកថាមិននាងរេវតីកាលណាបើខ្ញុំមិននៅទេបើភិក្ខុលោកនិមន្តមកក៏បីនាងចុះពីផ្ទះទៅទទួលបាតលោកពីមាត់ចន្ទាហើយនាំឡើងមកលើផ្ទះមកតម្កល់ទុកក្នុងទីដល់សំគូហើយដាក់បាតបាយគេនោះទៅដល់កាលណាលោកធ្វើបត្តកិច្ចឆាន់រួចនាងយកបាតពីលោកទៅលាងទៅជូតឲ្យស្អាតបើគេទៅលោកវិញវាមានពុកលិកឋានអញ្ចឹងមានអីហាប៉ះបានដែរអញ្ចឹងបើញោមញាតស្រីស្លោក៏ចេះឆាន់បានវាចេះតែចេះលើធ្វើលើវិន័យចឹងហើយបាននិយាយពីការដែលយើងអត់បានរៀនសូត្រវាចេះតែទៅឲ្យញោមមកឡើងនិយាយវាវិញទៅតែរឿងតែទៅទៀតលោកគ្រូអនុគន្ធវត្តភ្នំបាទត្រង់ត្បាតយើងនេះកន្លែងកំពង់តកៅនេះត្រូវគណៈសង្ឃនាយកនិមន្តទៅប្រជុំនៅឯភ្នំពេញនោះពីសង្គមចាស់ឈ្មោះលោកគ្រូអនុគន្ធនុនឈ្មោះលោកគ្រូនុនអនុគន្ធទៅប្រជុំនៅភ្នំពេញដល់ទៅដល់លោកគ្រូនុននោះមានលោកធំតំបាដល់លោកទៅនិមន្តនឹងកន្លែងប្រជុំហ្នឹងលោកស្រីស៊ុយសៀនកាប់ប្រលេះហ្នឹងបានឃើញខ្មែរយើងមានវាមុំពេកលោកស្រីស៊ុយសៀនកាប់ប្រលេះក៏ដើរពីក្រោយលោកគ្រូអនុគន្ធនុនហ្នឹងទៅដល់យកដៃចាប់ស្មាលោកពីក្រោយទាំងពីរហ្នឹងរួនឃើញធំពេកខ្មែរលោកគ្រូអនុគន្ធនុនលោកបែរមកឃើញលោកស្រីស៊ុយសៀនកាប់ប្រលេះហ្នឹងមកចាប់លោកស្និទ្ធអញ្ចឹងលោកមិនដែលក៏លោកស្ទុះកិច្ចកន្លះខ្លួនចេញលោកស្រីស៊ុយសៀនកាប់ប្រលេះក៏ដឹងហើយដឹងលោកស្ទុះកិច្ចលោកខ្លាចដោយសារគិតចាប់លោកហ្នឹងតែក្រែងវាខុសវិន័យត្រូវអាបត្តិណាបានលោកស្រីស៊ុយសៀនកាប់ប្រលេះក៏ប្រាប់ទៅលោកមិនត្រូវអាបត្តិអីទេព្រោះលោកអត់បានចាប់ខ្ញុំទេខ្ញុំចាប់លោកហើយលោកស្រីស៊ុយសៀនកាប់ប្រលេះស្គាល់វិន័យត្រឹមត្រូវច្បាស់លាស់វិន័យហាមតែភិក្ខុទៅប៉ះមនុស្សស្រីចាបងមនុស្សស្រីទៅប៉ះភិក្ខុមិនឃើញមានត្រូវអាបត្តិអីទេភិក្ខុតែយើងប៉ះដែលដោយហេតុគួរសមដែលវាគួរតែប៉ះបើហេតុដែលវាមិនគួរយើងទៅប៉ះដែលបើនិយាយពីនេះហាមតែភិក្ខុទៅប៉ះមនុស្សស្រីទេវាត្រូវអាបត្តិបើមនុស្សស្រីដើរទៅប៉ះស្រីអីហ្នឹងមិនត្រូវអាបត្តិអីទេនឹងលោកស្រីស៊ីសែនសាប់ប្រឡែងគាត់ប្រាប់តើនឹងដែលខ្ញុំកណាអាត្មានិយាយនេះក៏និយាយថាយើងវាមិនសូវដឹងបារាំងហ្នឹងដឹងខ្លាំងជាងយើងយ៉ាងនេះមកពីយើងអត់ដឹងវិញចឹងបានថាសម័យតើដែលយើងចម្រើនលូតលាស់ឡើងនៅសម័យភ្នំពេញនឹងសាកលលោកអ្នកកាន់ពុទ្ធសាសនាក៏ទទួលស្គាល់ដោយយ៉ាងការប្រែបត្រៃបិដកមកជាភាសាខ្មែរនេះមិនទាន់មានប្រទេសណាដែលកាន់ពុទ្ធសាសនាប្រែបានទេគ្រាន់តែទៅដកយកមួយសូត្រមួយគាថាអីមកប្រែតែប៉ុណ្្នឹងទេអានឹងសូមយកញាតិពុទ្ធបរិស័ទនឹងជ្រាប
รอดอลปฏิตั้งอภิสงายสาแต่ยี่ขมายไอ้ปฏิโตยโมยมันกูบะเมียนเนี่ยปลายแจกดังทางศาสนาชนูดชนามแต่ปลายประไตรไม่ดอกนั่งเจียเพียซาปลายย้ายก็ทลังทลายแค่น้องเพียซาขมายนั้นยกบางมือสะพุไตรดอกปลายมาตั้งเปล่าเพียซาขมายนั้นมาตั้งเปล่าคือได้ทลังคะแนนจ้ะบริเตียนั่งก็ละอ้ออัดจ่อเตียละอ้อสดับเต้ากูเจียตีเชี่ยหน้าขนมเคลียเพียซาขมายยังไงว่ายังอัดบานที่สดับบานนี่นะเพียซาตัวเพียซาเพียที่สุดเซเพียซาปวดอ่อนยังเจงเย่แต่เพียซาสามัญสดับขณีแต่เพียซาสามัญเต้ดอนเย่เพียซาพวกขบงพวกอัดสดับบานเต้นั่นเองบานถ้าเอาไว้ได้เจตนาได้ได้วรสมณะเนี่ยปลายยืนได้ลูกบานรีบจำเอาอย่างกึศทะยึงต่างออกนี้เมียนพบเวียนเวสนานะเมียนกบูนเมียนฉบับแต่มาราเรียนโซนไอ้ได้อย่างสับไงนี่เมียนสับเพลเมียนไอ้บักสับสายลุตามปนาเกียตามไอ้กับเมียนปันสับไงเมียนยมเยเชียตราเชี่ยวสับเพลนั่งเมาใจเจียธรรมเตียนนั่งชรานะบอกกิตสอบสายแต่เธอบอกพุทธศาสนาตามกบูนตามตำราสับเพลนั่งชราจังบอกสมัยปีโบราณมอดได้เป็นมันเต้นเช็ดพูดกระดานนั่นจะเสแต่น้องสละเริดสละเชื่อนะเนี่ยได้เป็นจะเสจ้ามาไทยวันอะไรบ้านตะปรำสละเตน้อยกาบสอบสายกัมปีเธออาวินัยนั่งวิญยุบแล้วเป็นนักเมียนอนาเช็ดพูดกระดานอ่อนเตเมียนแต่เช็ดพูดเช็ดพูดกระดานบางขมายยังบางกระดานยังหมดพูดกลางนะบดกลางในสัพเพลได้กี่บดโดยเป็นโดนนอนนั่งกลางปีโบราณนะกระดาษมันเศร้าละอแต่กระดาษปล่อยจะใส่ใส่ปันสวัสดิ์อันนั้นเจนเธอได้มองไปสอบเจนนะไปเจนที่บัดเชียครั้งไงตัวเสกบุญตำราเจนนั่นแล้วทำไมยังเคยยักษ์ย่อมหมดจุบเชียครั้งปาดได้เมาเธออาเกรีเมนนนกาวได้เธอกับบุญจะบับเอกเซนตัวเซนนั่นกระดาษเจนจะเป็นมันกี่วัดสุดท้ายเราเมียนสอบละแต่จุยไปเจนจะช่วยกระดาษกระดาษปล่อยนั่นที่แต่โยมหมดจองน้องเฮ็ดได้วันแล้วที่ตัวเซชวดแล้วบอกยาวตนาทำไมเฮาก็ดักปล่อยเจนเฮามีเต็งจู่ดักปล่อยนั่นสมัยนั้นแต่เมียนเจนจะเท่ามันกี่ดักกลายว่าบานปูอารมณ์นั่งก็เจ็ดไปก็ได้เต้ามันตาร่มปุ่มไอ้บอสเชี่ยเสือเพลไว้เต้าเวลือนเดี๋ยวเน่าเมียนปูเนี่ยประกันมันเรียนเธอสะเพลดีแต่เธอสะเพลเธอไม่เธอจูนาเช่นนี้บัดเธอสละรัฐบาลเรียนปัญหาอัดดังท้าก็ยกจำลองยกปิสละรัฐนังไอหมดได้เจกระดาษดำใบบอกปุ่มแก่รู้อัดดังได้เพราะน่าจะประกันนึกมันตะเกียพออักลับมวยท้อมสำหรับเนี่ยมันเจ๊ดังนังบอกอัดจำรานลุเลยบ้านเด็กนังสมอายุเมียพุทธบริษัทแต่งลายนังเจียบอัตมาที่รับอภิสมัยในเวทดนดาบหนึ่งเราไปเจกันเจาะอายุเมียนี่ยังมาฉลองเป็นจังเพราะเอาไว้ได้เวียนแต่มวยยังอัดดังทันอ้ออักลับเลยตอนละเมียนปีจักปีล่างแต่บ้านยังยกหมดลังเท่าไหร่ที่เนี่ยบ้านเนี่ยเราสมัยยังนั้นสู้ปกบุญฉบับได้โลกเด็กปลายโลกที่จำเอาไปลายจะบัตรปฏิเจียกาดสังเครียมบัดบังกบุญตำราอ๋อก็เราแต่เมียนใส่ซอกับตรังนี่ตรังนุกสระเชียมาแล้วบอกปุ่มใส่จำลองลังวิญมานใจคะแนนรีโซเจเป็นปฏิแล้วติดเจียปีไซปไตรไปดอกนั่นคือสมบูรณ์โยมเย็นเมียนสเทียเชียทราบกินตัวตามเบิ้ลวัดคลาเมียนปีใบจอบกับเมียนไปวัดคลานึงเมียนต่อให้ก็มันเรียนมันมือที่พอลุเรียนก็บับสละเริดดอกสะเพาลูกมันเรียนเดจังก็เมียนปัญญาบรรลุสังคมเยอะนั่นเมียนปัญญาจรานะบักานาดแล้วการเรียนโซดเวกซอยมันเศร้าโจจัดเชียทลานังเรียนโซดอัตโตโรกาจีเรียนรู้เรื่องบานเตพอวิสราบตัวตามพุทธเดกาเราบอกเป็นสมาสามพุทธเจครูบอกกันยืนหนึ่งไอ้ได้เอายืนเราเนี้ยปมบัติอวิเชียสกได้หรืองงโน้กาปมบัติอวิเชียบ้านในสากาศึกษาเรียนโซดสลับสะสูเพราะนั่งจังรู้ยังสัตย์ไงนั่งบริษัทพระกบตัวนั่งพุทธศาสนาพุทธเจ้าจ้าอ้อยปมบัติอวิเชียยังมันปมบัติได้คอมได้เช่นมันนั่งไอ้การตากลางลังทีออกโยนลงงงหน่อยบานจะได้ใช่
យ៉ាងទោសសេចក្តីល្ងងហ្នឹងមិនគ្រាន់តែឲ្យផលដល់មនុស្សនេះទេណាញោមញាតិឲ្យផលដល់ទៅលោកខាងមុខស្លាប់ទៅនាំមកល្ងងហ្នឹងទៅផងច្រើនទៅកាន់កតិជាដេរិឆានណាតាមពុទ្ធសាសនាអាស្រ័យតែញោមញាតិទាំងឡាយគ្រប់គ្នាដែលជាពុទ្ធបរិស័ទគួរតែនាំគ្នាកម្ចាត់សេចក្តីល្ងងនឹងចេញព្រោះសេចក្តីល្ងងនឹងជាសត្រូវរបស់ពុទ្ធសាសនាឲ្យញោមញាតិសិក្សាមើលចោះក៏ស្ដាប់មើលចោះធម្មកថាលោកសំដែងធ្វើឲ្យលោកបញ្យល់ដល់ពីគ្រឿងហ្នឹងឯងឲ្យនាំគ្នាលះបង់ពួកកិលេសហ្នឹងគឺលោភៈទោសៈមោហៈហ្នឹងណាមោហៈហ្នឹងគឺតួអវិជ្ជាណាអញ្ចឹងបើយើងអត់បានលះបង់អាហ្នឹងប្រាថ្នាទៅព្រះនិព្វានមិនរួចញោមតែឡើយយើងកំចាត់លះបង់កិលេសក្រូតក្រៀតកិលេសចិនកដាលកិលេសចិនល្អិតហ្នឹងអស់បានយើងទៅនិព្វានបាននិព្វានមិនទៅបានដោយសារបន់ស្រន់ទេឥឡូវនេះក្បួនតម្រាដែលលោកអ្នកប្រាជ្ញរៀបរៀងប្រែទុកឲ្យយើងរៀនមានឲ្យយកមកអានខ្លួនយើងក៏យល់ដឹងបានពីពុទ្ធសាសនាដែលវាងាយជាងពីមុនពេលសប្តាហ៍ថ្ងៃហ្នឹងយើងអ្នកសៀមរាបនេះក៏មានជោគវាសនាល្អដោយសារញោមញាតិនឹងបានរួបរวมគ្នាកសាងស្ថានីយវិទ្យុពុទ្ធសាសនានឹងមួយជាធម្មទាននឹងយ៉ាងក្រៃលែងជាងពីសម័យបុរាណទៀតតែយើងជឿលឿនចឹងហើយញោមញាតិណាក៏មានធ្វើស្ដាប់មានធម្មកថានៅចាំក្នុងផ្ទះសម្ដែងធ្វើឲ្យស្ដាប់มันពិបាកប្រគិនចង្ហាន់ផងណាលោកសម្ដែងធ្វើឲ្យស្ដាប់អត់ពិបាកប្រគិនចង្ហាន់ភេសជ្ជៈអីទេទៅងាយយ៉ាងស្រួលទៅទៀតស្ដាប់ពោះវល់ងាយហ្នឹងចឹងឬផ្ដល់ការចេះដឹងឲ្យញោមញាតិគាត់តែគ្នាសូមឲ្យញោមខំស្ដាប់ណាវិទ្យុនឹងវាអសកម្មប្រមាណអាទិត្យនេះអូញោមញាតិទូរស័ព្ទមកសួរសម្បំមិនក៏បានជាបាត់អស់ហ្នឹងខ្លះគេថាដួលហើយអត់មានប្រាក់បង់ថ្លៃភ្លើងទេគេថាដួលហើយមកក្រុមទៀតគេថាការនិយាយផ្សព្វផ្សាយហ្នឹងទៅវាប៉ះពាល់លើនយោបាយឥឡូវរដ្ឋបတ်ហើយមានចឹងហើយញោមញាតិខ្លះទៀតដែលមិនដឹងថាស្ថានីយក្បាលធំនឹងវាខូចទាំងរត់យកឯងខូចទៅឲ្យជាងធ្វើអស់អញ្ចឹងបើឡូវកើតមកវិញហើយណាកើតមកវិញហើយសូមឲ្យញោមញាតិហ្នឹងមេត្តាជួយស្ដាប់ផងសំណោះស្ថានីយវិទ្យុនេះបើគេសម្ដែងផ្សព្វផ្សាយទៅបើអត់អ្នកស្ដាប់ហ្នឹងក៏សំណោះវិទ្យុហ្នឹងដែរមកនឹងបានតែងាយស្រួលណាស់ណាញោមមានធម៌មានអាចារ្យមានប្រសង់នៅប្រចាំក្នុងផ្ទះក្នុងស្រែបើបានតែងាយស្រួលអ្នកញោមញាតិដែលមានសទ្ធាជ្រះថ្លាឃើញទុកទោសឃើញទោសអំពីភ្លើងទុកភ្លើងកិលេសព្រោះដែលវាដុតរោលនឹងខ្លោចផ្សាក្តៅក្តារហើយនឹងចង់រមមធ្យោបាយចិញ្ចាពីភ្លើងទុកភ្លើងកិលេសក៏បីស្ដាប់ព្រះធម៌បានញោមញាតិស្គាល់ផ្លូវដើម្បីគិតចេញពីភ្លើងទុកភ្លើងកិលេសនេះទៅបានព្រោះឥឡូវប៉ុណ្ណឹងចុះដល់ម៉ោងប្រហែលហើយទេអត់បានមើលម៉ោងប៉ុណ្ណឹងដល់9កន្លះតែញោមងក់ខ្លះដែរព្រោះប៉ុណ្ណឹងយ៉ាឡូវសុំចប់ហើយព្រោះសុំបញ្ចប់ណាយ៉ាងទុកកម្មវិធីពេលវេលានេះប្រកេនជូនណាលោកអ្នកដែលត្រូវមានកម្មវិធីអីបន្តទៅទៀតបើមានពុទ្ធិពិសេសអីតទៅទៀតប៉ុន្តែគ្រាន់តែត្រង់ហ្នឹងឯងដែលជាគុណូបការៈរបស់សម្ដេចព្រះសង្ឃរាជជួនណាតនឹងក្រុមជំនុំបត្រៃបិដកជាបព្វជិតសាមណៈទាំងអស់ដែលលោកបានធ្វើសេចក្តីល្អទុកឲ្យយើងជាកូនចៅខាងក្រោយនេះសិក្សារៀនសូត្រមានចំណេះចេះដឹងក្នុងពុទ្ធសាសនាបងមហាគុណូបការៈដ៏ធំធេងនេះយើងមិនអាចរកអ្វីនឹងទៅតបស្នងសងប្រគុណលោកបានទេប៉ុន្តែបើយើងទាំងអស់គ្នាចង់តបស្នងសងគុណលោកឲ្យសមទៅតាមវីរភាពដែលលោកខំតស៊ូបំពេញកិច្ចការងារខំធ្វើការមួយជីវិតអត់មានក្របខ័ណ្ឌហ្នឹងតែละថ្ងៃផុតទាំងហើមនេះចង់តបគុណលោកនាំគ្នាសិក្សារៀនសូត្រព្រះធម៌វិន័យដែលលោកបានចងក្រងទុកឲ្យហើយនេះទៅជាការតបស្នងសងគុណដូចជាកម្មវិធីបុណ្យដែលយើងប្រារព្ធធ្វើនេះគ្រាន់តែយើងបំផុសឡើងដើម្បីពញាក់ដល់ពុទ្ធបរិស័ទទាំងអស់ឲ្យចេះគោរពគុណធម៌ដល់គ្នានឹងគ្នាទៅវិញទៅមកនឹងឲ្យទៅតាមមេគារបស់ពុទ្ធសាសនាព្រោះដើម្បីជាសេចក្តីសុខចម្រើនដល់យើងជាអ្នករួមជាតិរួមសាសនារួមទុកទាំងអស់គ្នាហ្នឹងមកធ្វើទេសនាដែលខ្ញុំករណាអាត្មាភាពបានសម្ដែងនៅក្នុងកម្មវិធីបុណ្យរំលឹកគុណូបការៈសម្ដេចព្រះមហាសង្ឃរាជជួនណាតជាព្រះសង្ឃរាជថ្នាក់ទី1
នឹងក្រុមជំនុំបត្រៃវិដកក្នុងឱកាសរាត្រីនេះក៏គួរសមតាមកាលនិងវេលាហើយតែមុននឹងបញ្ចប់ធ្វើទេសនានេះខ្ញុំករុណាសូមឧទ្ទិសកុសលផលបុណ្យដែលកើតពីធម្មទាននិងក្តីអវិស្ទាននិងក្តីថ្វាយចំពោះសម្ដេចព្រះសង្ឃរាជជួនណាតដែលជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី1និងជាអ្នកប្រាជ្ញដែលឆ្នើមនៅក្នុងប្រទេសកម្ពុជាយើងនឹងប្រគេនចំពោះក្រុមជំនុំបត្រៃវិដកប្រធេរានុធេរៈគ្រប់ព្រះអង្គទាំងគណៈមហានិកាយក្តីទាំងគណៈធម្មយុត្តក្តីប្រក្រុមជំនុំបត្រៃវិដកមានទាំងពីរគណៈនឹងឯងលាយគ្នានោះអាស្រ័យនេះសម្ដេចជាអម្ចាស់និងប្រធេរានុធេរៈគ្រប់ព្រះអង្គគង់ស្ថិតនៅក្នុងទីណាក៏សូមទ្រង់ព្រះមេត្តាទទួលនៅកុសលរាសីដែលយើងខ្ញុំទាំងឡាយជាពុទ្ធបរិស័ទគ្រប់គ្នាជាបព្វជិតគ្រប់ជាក្រហមទាំងអស់បានឧទ្ទិសថ្វាយប្រគេនទៅក្នុងរាត្រីនេះដោយប្រតិរីករាយគ្រប់ព្រះអង្គទាំងអស់នឹងសូមជូនពរសត្វសាធុការដល់ប្រករណាប្រគេនចំពោះប្រករណានឹងញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាដែលត្រង់ត្រាប់ស្ដាប់នៅព្រះធម៌វិស័យទេសនាក្នុងឱកាសនេះសូមប្រករណានឹងញោមញាតទាំងឡាយគ្រប់គ្នាចម្រើនលូតលាស់ដោយបញ្ញាឲ្យបានថត់ធំទូលំទូលាយជាងពីថ្ងៃមិញហ្នឹងជាងពីព្រឹកមិញដែលអំណាចការស្ដាប់ធម៌ទេសនាក្នុងថ្ងៃនេះព្រោះអ្វីដែលប្រករណានឹងញោមញាតយល់ដឹងខុសត្រូវល្អអាក្រក់ពីមុនមកមិនដឹងទុកនឹងដឹងក្នុងការស្ដាប់ធម៌នេះឈ្មោះថាបញ្ញាចម្រើនលូតលាស់ហើយពុទ្ធសាសនាត្រូវការណាស់បញ្ញាពិភពលោកក៏ត្រូវការដែរប៉ុន្តែក្រោយពុទ្ធសាសនាបញ្ញាជាអាវុធកំពូលខ្ពង់ខ្ពស់បំផុតប្រសើរថ្លៃថ្លាជាងអ្វីដទៃទាំងអស់បញ្ញាលោកចាត់ទុកជាសម្បត្តិមួយដ៏ធំធេងសម្រាប់មនុស្សលោកសម្រាប់ជាគ្រឿងអបស្ទោបជួយជីវិតមនុស្សទាំងអស់ឲ្យរស់នៅស្រួលក្នុងមនុស្សទៅកាន់ឋានសួគ៌ក៏ទៅដោយបញ្ញាទៅកាន់ព្រះនិព្វានក៏ទៅដោយបញ្ញាដែរហើយបញ្ញាត្រូវការប្រើគ្រប់កាលវេលាទាំងអស់អាស្រ័យនេះសូមប្រករណានឹងញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាបានប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តររៀងទៅអយ៉ាងសង្ឃេពេនៈធម្មទេសនាសមត្តាធម៌ទេសនាដែលខ្ញុំករណាអាត្មាភាពសម្ដែងក្នុងឱកាសនេះក៏សន្មតទៅចាប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំង